សួស្តីប្រិយមិត្តទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំចង់បង្ហាញអំពីការ edit រូបភាពឃើញថ្ងៃនោះបាទអ្នក comment ហ្នឹងមកសួរខ្ញុំជាច្រើនអំពីបញ្ហាការedit រូបភាពហ្នឹងគឺទី1ហ្នឹងយើងចូលទៅ download នៅក្នុងអ៊ីនធឺណិតហើយបើអ៊ីនធឺណិតបានទេយើងចូល download ទៅក្នុង YouTube មែនគឺយើងចូលមកនេះ YouTube មែននេះហើយយើងវាយ Google វាយពាក្យ Google មកវានឹងចេញឲ្យយើងវាយពាក្យឈ្មោះថា PS Touch យើងថយក្រោយសិនមកយកពាក្យ Google នេះPS Touch 1.3.7 ក៏បានហើយខាងក្រោមនេះក៏បានដែរអញ្ចឹងដល់ពេលលោកអ្នក download វារួចហើយយើងអាចបើកវាបានអញ្ចឹងយើងចាប់ដើម download រួចបានហើយយើងចាប់ដើមកាត់តវាចាប់ដើមធ្វើវាមកហើយនៅក្នុងបណ្ដាញ Facebook ខ្ញុំបានបង្ហាញអំពីបងប្អូនដែលបានទស្សនាដែរអញ្ចឹងនៅក្នុងនេះគឺរូបភាពដែលខ្ញុំបានកាត់តរួចទៅហើយវាមើលទៅស្អាតដល់ពេលយើងត្រូវការ edit អីវារូបថតមិនច្បាស់អីយើងអាចធ្វើវាច្បាស់បានស្អាតទៅតិចនេះយើងដំឡើងវាឃើញច្បាស់យើងមិនចង់ច្បាស់រៀងប្រើធ្វើវារៀងប្រើទៅស្អាតវិញនេះធ្វើឲ្យសវាទៅស៊ីទេវាមានកម្មវិធីច្រើនសម្រាប់ឲ្យយើងធ្វើឬក៏កាត់តផ្សេងវាស្រួលដូចជាកុំព្យូទ័រដែរប៉ុន្តែវាមិនសូវមានសមត្ថភាពខ្ពស់ដូចកុំព្យូទ័រទេអាចធ្វើបានប៉ុន្តែវាសម្រាប់ធ្វើតាមទូរស័ព្ទយើងក៏វាស្អាតបានដែរអញ្ចឹងក្នុងកម្មវិធីនេះគឺវាស្រួលសម្រាប់អស់លោកអ្នកដែលថតទៅកាមេរ៉ាវាមិនសូវច្បាស់ស្អីអីយើងអាច edit បានឬក៏យើងអាចជាកាត់បទចម្រៀងយើងធ្វើជាបទចម្រៀងធ្វើជា logo អីក៏យើងអាចធ្វើតាមនឹងបានដែរអញ្ចឹងលោកបងប្អូនលោកអ្នកតែអាចចូលទៅ download បានគឺมันអាចចូលទៅ download នៅក្នុង Play Store បានទេឬក៏ចូលទៅ download នៅក្នុងអ៊ីនធឺណិតឬក៏នៅក្នុង YouTube ទើបអាច download បាន YouTube មែនហ្នឹងអញ្ចឹងសូមអរគុណទាំងអស់សម្រាប់ប្រិយមិត្តដែលបានតាមដានទស្សនានៅវីដេអូឃ្លីបមួយនេះហើយក៏សូមជួយ Subscribe ផងនេះជាសំណូមពររបស់បងប្អូនដែល comment នៅក្នុង YouTube របស់ខ្ញុំហ្នឹងកុំដាក់បទភ្លេងដាក់អាការនិយាយវិញល្អជាងឲ្យពួកគាត់ដឹងអញ្ចឹងខ្ញុំបានប្រាប់អំពីចំណុចដែល download នៅក្នុងកម្មវិធី PS Touch នេះនិយាយទៅសម្រាប់បងប្អូនដឹងទៅអាចយកទៅ download នៅក្នុងនេះគាត់ចេះតែឆ្ងល់ download នៅក្នុង Play Store
ចេះតែអត់បានតែឡើងអត់បានអញ្ចឹងសូមអរគុណសម្រាប់វីដេអូមួយនេះក៏សូមឲ្យបងប្អូនលោកអ្នកជួយ Subscribe ផង